ក្តីសង្ឃឹមនៃអ្នកមានគុណបន្ទាប់ពីភាពសប្បាយរីករាយលេឡំទៅដោយដំណក់ទឹកភ្នែកនោះចូលមកដល់ក្តីសង្ឃឹមរបស់អ្នកមានគុណគ្រប់រូបដែលបង្កើតកូនមកតើក្តីសង្ឃឹមនោះជាអ្វីទៅការសង្ឃឹមញញឹមទុកក្នុងចិត្តដែលវាកើតឡើងជារៀងរាល់ថ្ងៃក្នុងចិត្តពុកនិងម៉ែមិនក្រៅអ្វីពីការចង់ឃើញកូនរបស់ខ្លួនមានសុភមង្គលក្នុងគ្រួសារដ៏តូចមួយហើយចេះដឹងគុណគោរពអោនលំទោនចំពោះចាស់ព្រឹទ្ធាចារ្យប្រសិនបើកូនបានប្រព្រឹត្តល្អហើយគេឈ្មោះរបស់មាតាបិតាក្តីរបស់កូនក្តីរមែងល្បីសោះសាយទៅគ្រប់ទិសទីទាំងអស់ដោយអំណាចនៃសេចក្តីល្អដែលកូនបានធ្វើម្យ៉ាងទៀតក្តីសង្ឃឹមចុងក្រោយរបស់អ្នកមានគុណនោះគឺចង់ឲ្យកូនធ្វើបុណ្យឧទ្ទិសកុសលដល់សាច់ញាតិក៏ដូចជាអ្នកមានគុណដែលគាត់ធ្វើមរណកាលទៅកាន់បរលោកហើយនោះបើកូនគោរពតាមគោលការណ៍នេះបានល្អទោះបីអ្នកមានគុណមិនបានរស់នៅជាមួយកូនយូរតែជាការសប្បាយចិត្តយ៉ាងខ្លាំងឥតឧបមាព្រោះតែទង្វើរបស់កូននេះឯងផ្ទុយទៅវិញកូនប្រព្រឹត្តមិនល្អធ្វើឲ្យសង្គមគេស្អប់ខ្ពើមហើយអ្នកដែលខូចចិត្តខ្លាំងបំផុតគឺកូនខ្លួនឯងព្រមទាំងមាតាបិតាផងដែរព្រោះមាតាបិតាគិតថាខ្លួនឯងបង្កើតកូនមកហើយតែមិនបានអប់រំទូនមានឲ្យបានល្អក្នុងផ្លូវសុចរិតទៀងត្រង់បណ្ដែតបណ្ដោយឲ្យកូនទៅជាមនុស្សខ្វះសីលធម៌និងសុជីវធម៌ក្នុងការរស់នៅកូនហើយទាំងអស់នេះហើយជាការខកបំណងដ៏ក្រៃលែងរបស់មាតាបិតាបើកូនយល់ហើយគួរតែសាងខ្លួនឲ្យល្អប្រសិនបើកូនខ្លួនឯងប្រព្រឹត្តមិនល្អនោះតែបើកូនល្អហើយមាតាបិតាមានតែសប្បាយចិត្តនិងខំជួយជំរុញកូនឲ្យរឹងរិតតែល្អជាងនេះទៅទៀតដោយកូនបានឃើញស្រាប់ហើយរូបកូននេះឯងជាអ្នកនាំកិត្តិយសនិងបង្ខូចកិត្តិយសឲ្យដល់គ្រួសារបើកូនដឹងខ្លួនគួរតែជ្រើសរើសដោយខ្លួនឯងចុះបើកូនជាមនុស្សដែលស្ដាប់បង្គាប់អ្នកមានគុណមែនកូនពិតជាជ្រើសរើសយកចំណុចល្អដែលជាការផ្ដល់កិត្តិយសឲ្យដល់គ្រួសារនិងផ្ដល់កិត្តិយសសម្រាប់ខ្លួនកូនឯងផ្ទាល់សូមឲ្យកូនកុំជន់ពន្លិចក្តីសង្ឃឹមរបស់អ្នកមានគុណឲ្យសោះបើកូនមិនឲ្យតម្លៃអ្នកមានគុណហើយនៅទីបំផុតអ្នកដែលខូចចិត្តគឺជារូបកូនតែបើកូនឲ្យតម្លៃអ្នកមានគុណវិញអ្នកដែលសប្បាយចិត្តក៏ជារូបកូនខ្លួនឯងផ្ទាល់នឹងឯងសេចក្តីសង្ឃឹមញញឹមក្នុងចិត្តសូមស្រស់វមិត្តគួរឆ្វែងយល់ផងកុំសាងទុច្ចរិតជាការខុសឆ្គងជាគ្រឿងសៅមងឆ្លងដល់ថ្ងៃក្រោយលោកខំបីបាច់ដល់ល្អប្រពៃដល់កូនប្រុសស្រីមិនឲ្យធ្លោះធ្លោយរាល់ថ្ងៃល្ងាចព្រឹកមិនហ៊ានបណ្ដោយមានតែខំជួយឲ្យកូនខ្ពង់ខ្ពស់ទោះទៅទីណាមេដារលឹកចិត្តសែនវវឹកមិនដែលភ្លេចសោះអប់រំស្ងួនភ្ញាឲ្យដឹងផ្លូវខុសនិងស្គាល់កំហុសដែលប្រព្រឹត្តហើយបើកូនមិនយល់អំពើគ្រួសារដែលលែងហឺហាមិនដឹងកោះត្រើយបង្កចំនួនធ្វើទុកឥតស្បើយអោមាសកូនអើយគ្រួសារឈឺចាប់គំនិតគិតខុសបន្តោសខ្លួនឯងការຕົកចំបែងហួសនឹងរាយរាប់កូនធ្វើបែបនឹងជាការសម្លាប់ម៉ែឪឈឺចាប់ក៏ព្រោះតែកូនតែបើគិតល្អបវរក្រៃក្រាស់អ្នកដឹងខ្លួនច្បាស់គឺជាមាសស្ងួនបន្ទាប់ទៅទៀតមានញាតិបងប្អូនជាស្ពានជាក្បូនសុភមង្គលសង្ឃឹមចុងក្រោយនៃអ្នកមានគុណឲ្យកូនធ្វើបុណ្យឧទ្ទិសកុសលដល់ញាតិដែលស្លាប់កុំមានអំពើឲ្យគាត់បានយល់និងអនុមោទនាសំនៀងអក្ខរារបស់ម៉ែម៉ែគឺជាពាក្យដែលកូនគ្រប់រូបចេះហៅមុនគេបង្អស់ហើយក៏ជាពាក្យដែលពិរោះរំដំក្នុងចិត្តកូនជានិច្ចផងដែរគ្រប់ពេលដែលកូនមានទុក្ខលំបាកតោកយ៉ាកូនប្រុសស្រីគ្រប់រូបតែងនឹករលឹកដល់ពាក្យម៉ែជាមុនដំបូងគឺស្រែករកម៉ែទោះម៉ែមិនបាននៅចិត្តជាមួយកូនក៏ដោយប៉ុន្តែអារម្មណ៍ដិតដាមដែលធ្លាប់សើចលេងសប្បាយជាមួយកូនពីដើមនោះ ท
ធ្វើឲ្យកូននឹកដល់ពាក្យម៉ែមុននឹងនឹកអ្វីៗទាំងអស់ដូច្នេះហើយបានជាជីវិតរបស់ម៉ែមានតម្លៃណាស់សម្រាប់កូនគ្រប់រូបទោះបីជាកូនកើតមកចំលើម៉ែក្រលំបាកតោកយ៉ាឬមួយម៉ែពិការដៃជើងយ៉ាងណាក៏ដោយក៏ជីវិតម៉ែមានតម្លៃបំផុតសម្រាប់កូនព្រោះម៉ែបានបង្កើតកូនមកដោយមេត្តាករុណាមុទិតានិងឧបេក្ខាអាណិតស្រឡាញ់កូនស្មើគ្នាទាំងអស់មិនរើសអើងកូនឡើយទោះបីកូនកើតមកវិកលចរិតមិនគ្រប់ទឹកឬមួយរូបរាងកាយមិនគ្រប់លក្ខណៈជាមនុស្សក៏ដោយក៏ម៉ែមិនបោះបង់កូនចោលឬមិនរាប់ថាជាកូនរបស់ម៉ែឡើយក្នុងមួយជីវិតរបស់ម៉ែមានភាពខុសគ្នាស្រឡះរវាងជីវិតមិនទាន់មានកូននិងជីវិតដែលមានកូនហើយពេលម៉ែនៅពីក្រមុំនៅឡើយម៉ែមានសេរីភាពក្នុងការដើរហើរដើរលេងសប្បាយទៅណាមកណាចង់សម្រាកពី3យប់ក៏បានក៏ម៉ែមិនដែលខ្វល់ឡើយគឺមានសេរីភាពជានិច្ចប៉ុន្តែក្រោយពីម៉ែមានគូស្រករហើយរហូតដល់ម៉ែដឹងថាកូនមកចាប់បដិសន្ធិពេលណាជីវិតរបស់ម៉ែនេះប្រៀបដូចជាមានអម្រែកអញ្ចឹងឯងពេលទៅណាមកណាធ្ងន់ជានិច្ចត្រង់ដែលថាម៉ែគិតពីកូនគ្រប់ពេលវេលានោះអីខ្លាចក្រែងកូនក្នុងផ្ទៃរបស់ម៉ែឈឺលំបាកវេទនាព្រោះតែម៉ែទទួលទានរបស់ហិលរបស់ជូរជាដើមឬក៏ដើរខ្វះការប្រុងប្រយ័ត្នពេលដែលម៉ែថ្នាក់ថ្នមកូនតាំងពីចាប់បដិសន្ធិមកទល់គ្នានឹងថ្ងៃកូនកើតក៏ជីវិតរបស់ម៉ែមិនទាន់ផុតអំពីអម្រែកឡើយម៉ែនៅតែតាមថែរក្សាកូនគ្រប់ពេលវេលាតាំងពីកូនឃើញពន្លឺថ្ងៃពេលណាជីវិតរបស់ម៉ែប្រុងប្រយ័ត្នជានិច្ចជាមួយនឹងកូនខ្លាចក្រែងកូនមានគ្រោះថ្នាក់ដោយយថាហេតុណាមួយពេលដែលកូនចេះដើរតេះតាសហើយម៉ែរឹងរិតតែខ្លាចទៅទៀតព្រោះកាលណាបើម៉ែភ្លេចភ្នែកត្រជាក់ទៅក្រែងកូនចូលអណ្ដូងចូលស្រះឬទៅលេងនេះលេងនោះដែលជារបស់មានគ្រោះថ្នាក់បែកមុខមាត់ជាដើមកូនធំដឹងក្តីពេលណាអាចហៅយាយតាពុកម៉ែបានឬទទួលទានអាហារដោយខ្លួនឯងបានម៉ែតែងតែនៅដិតជាប់ជាមួយកូនជានិច្ចគឺម៉ែបង្ហាត់បង្រៀនកូនគ្រប់សពទាំងពាក្យសម្ដីនិយាយហូបចុកស្លៀកពាក់ជុះនោមជាដើមគ្រូដែលបង្រៀនគ្មានប្រាក់ខែនោះគឺជារូបម៉ែនឹងហើយគ្មាននរណាក្រៅពីទេវតានោះឡើយទេវតានៅក្នុងឋានសួគ៌មិនបានមើលថែកូនឲ្យដិតដល់ដូចរូបម៉ែទេម៉ែសុខចិត្តទ្រាំទោះបីយប់ប្រលប់ជ្រៅងងុយងោកងក់អស់កម្លាំងមុខខំយ៉ាងណាក៏ដោយម៉ែមិនដែលត្អូញថាលំបាកទេគឺម៉ែទ្រាំសើចទាំងទឹកភ្នែកអាកប្បកិរិយាខាងក្រៅរបស់ម៉ែមើលទៅដូចជាសប្បាយតែធាតុពិតទឹកចិត្តរបស់ម៉ែមិនសប្បាយដោយអាកប្បកិរិយាខាងក្រៅនោះទេទោះម៉ែឈឺផ្សាដល់ថ្នាក់ណាក៏ដោយក៏ម៉ែមិនពោលប្រាប់កូនឡើយព្រោះខ្លាចកូនខូចចិត្តដោយប្រការណាមួយកូនចូលដល់អាយុ6ទៅ7ឆ្នាំអាចចូលសាលាបានហើយម៉ែក៏ត្រៀមគ្រប់សពទាំងសម្លៀកបំពាក់កាតាបសៀវភៅប៊ិចដៃខ្មៅបន្ទាត់ជាដើមម៉ែកើតមកក្រសម្បត្តិក៏ពិតមែនហើយតែម៉ែមិនរួញរាទេទោះបីក្រោមកម្ដៅថ្ងៃព្យុះភ្លៀងបោកបក់រសាត់យ៉ាងណាក៏ម៉ែមានតែពាក្យថាប្រឹងជានិច្ចមិនបោះបង់ឡើយព្រោះដើម្បីឲ្យកូនបានសិក្សារៀនសូត្រយកចំណេះដឹងនិងជីវិតតទៅមុខទៀតពេលដែលកូនចេញទៅសាលាម៉ែខំប្រឹងផ្ដាច់ពីមាត់ពង្រត់ពីកនៅប្រាក់100រៀល500រៀលតាមលទ្ធភាពដែលម៉ែមានពេលខ្លះម៉ែអត់ក៏ម៉ែឆ្លៀតទៅខ្ចីគេឯងដើម្បីទុកបំរុងឲ្យកូនព្រោះកាលណាកូនទៅសាលាអត់លុយបើឃើញក្មេងដតីគេមានគេទិញនេះទិញនោះបរិភោគម៉ែគិតថាប្រកាសជាកូនមើលមាត់គេហើយឃ្លានមិនខានឡើយនេះហើយជាទឹកចិត្តម៉ែដែលលាយឡំទៅដោយទឹកភ្នែកនិងភាពកើតទុកសប្បាយរីករាយផងដែរម៉ែបង្កើតកូនមកមិនប្រកាសថាកូនដែលកើតមកនោះល្អទាំងអស់នោះទេកូនខ្លះល្អប្រព្រឹត្តតាមកន្លងធัว
ស្ដាប់ដំបូន្មានឪពុកម្ដាយចេះគោរពចាស់ទុំព្រះធេចាចេះថ្វាយបង្គំព្រះសង្ឃធ្វើបុណ្យដាក់ទានហើយក៏មានកូនខ្លះមួយចំនួនតូចដែលប្រព្រឹត្តមិនល្អផ្ទុយអំពីកូនខាងលើនេះកូនរបៀបនេះកើតមកធ្វើឲ្យម៉ែលំបាកវេទនាទៅវិញទេមិនជួយជ្រោមជ្រែងជីវភាពក្នុងគ្រួសារហើយថែមទាំងដើរបង្កចំនួនតើលោកឪពុកអ្នកម្ដាយណាទៅដែលមិនឈឺចាប់ហើយមិនទឹកភ្នែកនោះពេលដែលម៉ែស្ដីប្រដៅលែងបានហើយម៉ែក៏បណ្ដោយតាមកូនទៅចុះប៉ុន្តែក្នុងចិត្តម៉ែគឺសែនឈឺចាប់បំផុតរកថ្លែងមិនរួចឡើយពាក្យម៉ែមួយម៉ាត់ជាពាក្យរំដំកូនហៅចំឥតលុះថ្ងៃឡើយជាពាក្យដំបងដែលកូនត្រានត្រើយរលត់ទុកស្បើយព្រោះតែពាក្យម៉ែកូនជួបឧបសគ្គគ្រោះថ្នាក់យ៉ាងណាកូនតែងវាចាមិនដែលភ្លេចទេនឹកឃើញពាក្យម៉ែមុនពេលនឹកគេក្នុងចិត្តអរិទ្ធវេនឹករៀងរាល់ថ្ងៃនឹកម៉ែធ្លាប់បីប្រណីកូនស្ងួនពាក្យពេចន៍ម៉ែជួនបំពេចរណៃម៉ែស៊ូនឿយហត់ឲ្យតែថ្លើមថ្លៃកូនបានសុខក្រៃម៉ែត្រេកអរណាស់ព្យុះភ្លៀងបោកបក់ដង្ហក់រូបកាយម៉ែប្រឹងឥតណាយទាំងខ្លួនម៉ែចាស់ខំប្រឹងរកស៊ីដោយឥតមានខ្វះព្យាយាមខ្លាំងណាស់ដើម្បីជីវិតកូនបានសុខាថ្លៃថ្លាគប់ល្អព្រោះចិត្តស្មោះសរបវរពេកពិតកូនរៀនចេះដឹងខំប្រឹងដេកគិតមិនធ្លោយគំនិតប្រិតព្រានសិក្សាទោះក្រលំបាតោកយ៉ាទ្របជារស់រងរងាវេទនាខ្លោចផ្សាម៉ែឥតមាត់កព្រោះតែជីវ៉ាខ្លាចកន់នៃថាកូនគិតវែងឆ្ងាយបានមួយមិនស្កប់បាន10មិនស្កល់ម៉ែសែនអំពុលព្រោះកូនទាំងឡាយខ្លាចក្រែងកូនម៉ែដើរលេងសប្បាយផ្លេចគិតពីកាយឲ្យម្ដាយទឹកភ្នែកនៅទីបំផុតរលត់អស់ហើយអោមាសកូនអើយមិនដេចឡើយអល់ឯកធ្វើទុកម្ដាយឯងឲ្យរងអំរែកឈឺផ្សាអាណែកព្រោះតែរូបកូនម្ដាយសប្បាយចិត្តព្រោះប្រព្រឹត្តល្អតែម្ដាយវឹកវរក៏ព្រោះមាសស្ងួនម្ដាយស្រក់ទឹកភ្នែកជោគភ័ក្រផ្ទួនដឹងចោះនឹមនួនថាមកពីអ្វីអោកូនទាំងឡាយម្ដាយសូមផ្ដែផ្ដាំទៅមុខត្រូវចាំណាមាសពិសីបើកូនធ្វើបាបឲ្យម៉ែរីងរៃរូបកូនចរណៃក៏មានកម្មដែរប្រសិនកូនល្អស្មោះសរនឹងព្រះប្រឹងប្រែងខ្លាំងណាស់បីបាច់មើលថែបំរើថ្នាក់ថ្នមបីបងអ្នកម៉ែច្រើនឆ្នាំច្រើនខែកូនបានសុខាកូនចាំទុកចោះណាប្រុសស្រីអើយមិនត្រូវភ្លេចឡើយកូនទាំងទ្វេហាត្រូវតែតបស្នងសងឲ្យខ្លាំងក្លាទៅល្អថ្លៃថ្លាអតិជាតិបុត្រមិនត្រូវកិច្ចការប្រែគុណជាទោសនេះជាកំហុសខុសពាក្យសម្ពុតនាំមានកម្មពីវេរាមិនផុតរូបកាយរលត់តែចិត្តអប្រ័យពាក្យពេចន៍ម៉ែផ្ដាំចាំឲ្យមាត់ចត់ព្យាយាមអំណត់កត់ត្រាសម្ដីពីថ្ងៃនេះទៅម្ដាយលាប្រុសស្រីលាទាំងលោកីលុះថ្ងៃមរណាលាអ្វីគ្រប់សពបញ្ចប់ឲ្យអស់បន្សល់តែឈ្មោះទុកឲ្យជីវ៉ាគ្រាន់នឹករលឹកថ្ងៃក្រោយចុះណាសូមឲ្យទេវតាបីបាច់រក្សាកូនម៉ែខំធ្វើការដើម្បីបត់ថ្លៃម៉ែនឿយម្ដេចក្ដីខំបិទមាត់សូនម៉ែត្រេកអរខ្លាំងពេលបានរូបកូនម៉ែលំបាកខ្លួនក៏ម៉ែមិនគិតម៉ែប្រឹងប្រែងខ្លាំងច្បាំងនឹងឧបសគ្គម៉ែធ្វើឥតដាក់ទោះទីឆ្ងាយចិត្តម៉ែអើយម៉ែខ្ញុំម៉ែល្អពេកពិតម៉ែតែងណែបនិតនឹងកូនពិសីម៉ែមានគុណណាស់ច្បាស់ជាព្រះរស់ម៉ែខំពោពោះទោះនឿយហារតីម៉ែឥតស្រែកធ្ងោព្រោះតែចរណៃម៉ែមានភក្តីនឹងកូនស្រីប្រុស
ម៉ែគឺជាស្រីដែលមានចិត្តធ្ងន់ម៉ែខំពេកពុនដោយចិត្តសន្តោសម៉ែល្អខ្លាំងណាស់ឥតយកកំហុសម៉ែតែងអត់ទោសឲ្យកូនគ្រប់ប្រានម៉ែកូននឹកម៉ែណាស់ម៉ែគឺជាព្រះមានចិត្តក្សេមខ្សានម៉ែជួយឲ្យកូនបានរស់សុខសាន្តម៉ែប្រដូចបាននឹងឋានសួគ៌ម៉ែចង់ឲ្យកូនរស់មានកេរ្តិ៍ឈ្មោះម៉ែឥតរកឆ្លោះនឹងកូនគ្រប់គ្នាម៉ែតែងអាណិតអប់រំបុត្រភ្ញាម៉ែជួយការពារឲ្យផុតទុក្ខស្បើយម៉ែមានតែមួយនៅក្នុងលោកាម៉ែជាទេវតាចិត្តឥតកន្តើយម៉ែចង់ឲ្យកូនរស់នៅលហែលហើយម៉ែតែងប្រាប់ហើយប្រាប់ទៀតគ្រប់សពម៉ែតែងបួងសួងដល់អស់អិនព្រំម៉ែចង់ជួបជុំនឹងកូនសំណប់ម៉ែខ្លាចបែកបាក់គ្មានថ្ងៃបញ្ចប់ម៉ែមិនដែលស្អប់កូនម្ដងណាឡើយម៉ែល្អយ៉ាងនេះឥតមានអ្នកប្រៀបម៉ែផ្ដល់គ្រប់បែបមិនដែលតោះតើយម៉ែលះបង់ណាស់ដើម្បីត្រានត្រើយម៉ែជាខ្នល់ខ្នើយកូនកាយរាល់ថ្ងៃម៉ែអើយកូនសូមរំលឹកព្រះគុណម៉ែសែនមហាធ្ងន់ដល់កូនថ្លើមថ្លៃម៉ែរស់លំបាកក៏ម៉ែមិនស្ដីម៉ែជួយប្រស្រីលុះថ្ងៃមរណាកូនអើយម៉ែផ្ដាំសំនៀងអក្ខរាចាពីចិត្តថ្លែងចំពិតជូនប្រស្រីឲ្យបានល្អគប់ជាប់ប្របីប្រសើរពេកក្រៃក្នុងជីវិតកូនអើយស្ដាប់ម៉ែថែឲ្យបានពៅមាសកល្យានបានសុខពិតមិនមានទុកសោកបោកគៀកចិត្តនឹងគ្មានវបរិតបៀតបៀនឡើយអាយុម៉ែចាស់ផ្លាស់រាល់ថ្ងៃជំងឺរេងរៃគ្មានស្រាក់ស្បើយធ្វើទុកតោមនិញគ្មានលហែលហើយកូនអើយគួរយល់ឲ្យបានខ្ពស់ពេលខ្លះម៉ែខ្សោះអស់ជើងដៃញាប់ញ័រហារតីគ្មានថ្ងៃលួសក្នុងទ្រូងម៉ែថប់គ្មានចង់រស់ស្ទើរក្សិនខ្សែហួសចោលលោកាម៉ែចាស់ណាស់ហើយកូនអើយចាំពាក្យពេចន៍ម៉ែផ្ដាំចាំចុះណាពេលអត់ពីម៉ែសូមជីវ៉ាថែទាំគ្រួសារឲ្យបានល្អចេះមើលបងប្អូនស្ងួនពិសីបញ្ចុកចំណៃឲ្យបវរបំរើផ្គត់ផ្គង់ដោយស្មោះសរនិងកុំឃ្លាធัวព្រះសម្ពុទ្ធកាលម៉ែនៅរស់ព្រោះតែកូនមិនបានក្រងស្ងួនចិត្តមួសមុតមិនបានការពារឲ្យបរិសុទ្ធនៅទីបំផុតត្រូវឃ្លាតកាយដូច្នេះកូនហើយសាងកុសលអត់ទៅជូនដល់ឈ្មោះមកម្ដាយធ្វើបុណ្យដាក់ទានផងទាំងឡាយកុំសូវខ្វល់ខ្វាយរឿងកាមគុណអបាយមុខទុកផាត់ភ័យគ្មានពេលលោកលៃសាងផលបុណ្យមានតែឈឺផ្សាជាប់ទារុណទោសធ្ងន់នឹងស្រាលតាមកម្មផលពាក្យម៉ែផ្ដែផ្ដាំចាំប៉ុណ្ណឹងកូនហើយត្រូវប្រឹងកុំអំពុលធ្វើល្អបានល្អជាកុសលលុះរហូតដល់សុខរៀងអើយម៉ែខូចចិត្តណាស់ម៉ែសែនក្តុកក្តួលអូលពេញអោរាពេលបានដឹងថាកូនចិត្តអប្រ័យមិនស្ដាប់ពាក្យពេចន៍ពេលម៉ែពោលស្ដីតើកូនចរណៃមានដឹងខ្លួនទេយប់ព្រឹកល្ងាចថ្ងៃម៉ែគិតពីកូនខ្លាចក្រែងមាសស្ងួនកូនទៅតាមគេញៀនថ្នាំស្រាស្រីចិត្តប្រែងាករេកូនអើយចិត្តម៉ែសែនខ្វាយខ្វល់ក្រៃពេលនេះម៉ែសែនខូចចិត្តខ្លាំងណាស់ចិត្តកូនប្រែផ្លាស់ពីរូបម្ដាយថ្លៃកូនលះបងម៉ែគ្មានគិតហរតីអោមាសថ្លើមថ្លៃម៉ែលាសិនហើយម៉ែនៅតែចាំរូបកូនឃ្លាតកាយពីម្ដាយទៅហើយគ្មានវិលវិញឡើយបាត់ដួងភក្ត្រាទោះកូនចេញទៅច្រើនឆ្នាំដាច់រាក៏ចិត្តមេត្តានៅតែរងចាំ
សែនស្ដាយរូបកូនមានស្ងួនពិសីតាំងពីដឹងក្តីរស់រៀនច្រើនឆ្នាំម៉ែនៅតែនឹករលឹកចំណាំធ្លាប់ពោលផ្ដែផ្ដាំតាំងពីកុមារតែកម្មលិខិតកម្រិតឲ្យព្រាត់មិនអាចហាមឃាត់នឹងប្រេងវាសនាកូនចេញបាត់ទៅសុខទុក្ខយ៉ាងណាតែសូមទេវតាជួយប្រោសព្រំផងសំនៀងអក្ខរារបស់ពុកជីវិតលោកឪពុកជាជីវិតដែលទុក្ខលំបាកមិនខុសពីម្ដាយប៉ុន្មានទេអ្នកម្ដាយគាត់ធ្វើកិច្ចការគ្រប់សពទាំងអស់ខាងក្នុងផ្ទះចំណែកលោកឪពុកខំប្រឹងរកប្រាក់ពីខាងក្រៅដើម្បីយកមកផ្គត់ផ្គង់ទំនុកបម្រុងគ្រួសារឲ្យមានជីវភាពសមល្មមដោយគេឯងចិត្តខាងដែរទោះបីនឿយហត់ក្រខ្សត់យ៉ាងណាក៏ឪពុកខំពុះពៀមិនរាថយឡើយតើក្នុងលោកនេះមានបរិសុទ្ធប៉ុន្មានអ្នកដែលតស៊ូឲ្យដូចជាលោកឪពុកចម្លើយឆ្លើយថាប្រហែលជាមានតិចអ្នកណាស់មើលទៅព្រោះការងារដូចឪពុកនេះមិនងាយមាននរណាធ្វើដូចឡើយទោះបីឪពុកក៏មិនចង់ធ្វើដែរតែនេះជាតួនាទីផ្ទាល់ខ្លួនក្នុងនាមជាឪពុកគេទោះបីមិនចង់ក៏ត្រូវតែចង់ដែរបើឪពុកមិនធ្វើតើឲ្យនរណាធ្វើទៅកូនទាំងឡាយអើយពីមួយថ្ងៃទៅមួយថ្ងៃឪពុកលំបាកនឿយហត់ណាស់ព្រោះតែដើម្បីជីវភាពគ្រួសារឪពុកហ៊ានធ្វើគ្រប់បែបយ៉ាងទាំងអស់មិនថាការងារអ្វីឡើយជួនកាលឪពុកលួចឆក់ប្លន់អ្នកដទៃប្រព្រឹត្តខុសច្បាប់សង្គមនិងច្បាប់ធម្មជាតិដែលគេហាម5និងធ្វើនៅអំពើទុច្ចរិតជាច្រើនទៀតទាំងអស់នេះក៏ព្រោះតែជីវិតគ្រួសារឪពុកត្រូវតែធ្វើទាំងបង្ខំចិត្តពេលខ្លះឪពុកត្រូវជាប់ខ្នោះក្នុងពន្ធនាគារយ៉ាងណាក៏ដោយក៏ចិត្តឪពុកខំប្រឹងដើម្បីគ្រួសារប្រសិនបើខ្លួនឪពុកតែមួយនោះឪពុកមិនសូវខ្វល់ទេរកមួយថ្ងៃរស់មួយថ្ងៃក៏ឪពុកមានក្តីសុខដែរព្រោះតែខ្លួនឪពុកមួយទាំងអស់នេះព្រោះហេតុតែរូបកូននិងអនាគតរបស់កូនដ៏វែងឆ្ងាយឪពុកត្រូវតែមានពាក្យថាប្រឹងជានិច្ចមិនរាថយឡើយធ្វើការមួយថ្ងៃខ្លួនប្រាណឪពុកស្គមរេងរៃអស់កម្លាំងជួនកាលឈឺទៀតក៏ឪពុកមិនត្អូញត្អែដែរព្រោះនេះជាភារៈផ្ទាល់ខ្លួនមិនអាចខានបានបើកូនចេះគិតពិចារណាត្រង់នេះឲ្យសេជំរៅបន្តិចកូននឹងយល់អំពីតម្លៃទឹកចិត្តយ៉ាងធំធេងបំផុតដែលឪពុកមានហើយគ្របដណ្ដប់មកលើខ្លួនកូនពេលដែលកូនឈឺថ្កាត់ម្ដងម្ដាយរួមនឹងឪពុករបស់កូនខ្វល់ខ្វាយណាស់មិនអាចបង្អែបង្អង់បានឡើយដេកក៏ដេកមិនសុខឈរក៏ឈរមិនសុខពុកនិងម៉ែត្រូវនាំកូនទៅព្យាបាលនៅមន្ទីរពេទ្យឬក៏ចាប់កោសខ្យល់ជាដើមតាមកាលៈទេសៈណាដែលអាចធ្វើទៅបានរាល់ការងារទាំងឡាយណាដែលធ្ងន់ទោះក្នុងផ្ទះក្តីក្រៅផ្ទះក្តីឪពុករបស់កូនតែងតែរងរាប់ជានិច្ចហើយឪពុកធ្វើមិនដែលខ្លាចនឿយហត់ម្ដងណាឡើយព្រោះតែទឹកចិត្តអាណិតស្រឡាញ់កូននិងចង់ឲ្យកូនរបស់ខ្លួនមានមុខមាត់ក្នុងសង្គមនឹងគេឪពុកធ្វើការមិនដឹងយប់មិនដឹងថ្ងៃទេព្រះរស់មានឈ្មោះកូនហៅថាពុករាជាទំនុកទុកជាគំរូគាត់នឿយខ្លាំងណាស់លះបង់តស៊ូអត់ហ៊ានរអ៊ូប្រាប់កូនម្ដងឡើយធ្វើការមួយថ្ងៃសំចៃប្រាក់កាសទុកដល់ខ្លួនចាស់និងមាសត្រានត្រើយខំប្រឹងរកស៊ីគ្មានពេលលហែលហើយមិនរាថយឡើយព្រោះដើម្បីកូនបុរសកកោក្នុងលោកពាសពេញតែចិត្តតោមណិញមកលើមាសស្ងួនចំណែករូបពុកស្មោះណាស់នឹមនួនមិនប្រែសាបសូន្យលុះអស់សង្ខារពេលម៉ែលំបាតោកយ៉ាឥតសុខបញ្ហាស្មាញស្មុកបុករកចិន្តាឪក៏កើតទុករួមនឹងមេដារឿងក្នុងគ្រួសារឪតែងដោះស្រាយពេលខ្លះកូនឈឺជំងឺកាយាឪពើតចុកផ្សាររួមនឹងអ្នកម្ដាយកូនបានក្តីសុខសើចលេងសប្បាយលោកទាំងពីកាយក៏សប្បាយដែរ
កូនរៀនបានខ្ពស់មានកេរ្តិ៍ឈ្មោះល្អមុខមាត់បវរប្រៀបនឹងដួងខែពុកម៉ែអរណាស់ពោលមិនចេញទេព្រោះកូនមាសមេបំពេញចិត្តលោកពេលអស់ជីវិតងងឹតសូនឈឹងពុកធ្លាប់រំពឹងប្រឹងឲ្យកូនក្រោកវាចាចុងក្រោយបកផាត់វិយោគបានត្រឹមសោយសោកមុនថ្ងៃមរណាពាក្យពេចន៍ពុកផ្ដាំកូនចាំទាំងអស់ថ្ងៃក្រោយវិញនោះគួរអនិច្ចាកូនបំភ្លេចចោលឥតក្តីមេត្តាឪខំវាចាតែដូចឥតន័យមិនគួរឡាយសោះអស់ក្តីសង្ឃឹមពីមុនញញឹមឥឡូវរសាយពាក្យពុកធ្លាប់ក្លឹមប្រែមកជាស្រាយកូនស្ដាប់ចិនណាយឪសែនស្ដាយខ្លាំងទំនួញឪពុកទុកពិចារណាប្រឹងប្រែងសិក្សាជំនះតតាំងកុំឲ្យភាពខ្ជិលចូលមកប្រឆាំងតែកុំប្រណាំងនឹងពាក្យពេចន៍ឪលោកឪពុកជាព្រះរស់មានឈ្មោះប្រពៃពុកមានភក្តីនឹងកូនគ្រប់គ្នាពុកតែងដាស់តឿនគ្រប់ពេលវេលាពុកឈឺក្រំគ្រាក៏ពុកមិនថាពុកខំខ្លាំងណាស់ទោះថ្ងៃល្ងាចព្រឹកពុកតែងរលឹកកូនកននិថាពុកក្តៅរងាឈឺចាប់ខ្លោចផ្សាពុកឥតវាចាថាលំបាកឡើយពុកចិញ្ចឹមកូនឥតបានទៀមទីពុកឈឺរងារងទុកឥតស្បើយពុកមិនប្រាប់កូនថ្លៃមាសត្រានត្រើយពុកទ្រាំបានហើយខ្លាចកូនលំបាកពុកមានចំណីអាហារឆ្ងាញ់ពុកមិនកំណាញ់ទោះរោគតោកយ៉ាពុកផ្ដល់ឲ្យកូនមុនថ្ងៃសម្រាពុកឃ្លានឥតស្រាកក៏ពុកមិនស្ដីពុកជាកម្មករធ្វើការឲ្យកូនពុកលំបាកខ្លួនក៏ពុកមិនថ្វីពុកចង់ឲ្យកូនរស់មានសួស្ដីពុកតែងលោកលៃរកប្រាក់រាល់ថ្ងៃពុកមានតែមួយនៅក្នុងលោកាពុកជាទេវតាថែកូនប្រុសស្រីពុកតែងអប់រំទូនមានហរតីពុកធ្វើរាល់ថ្ងៃដោយក្តីពេញចិត្តពុកកាន់តែចាស់បដូរផ្លាស់រាល់ថ្ងៃពុកនឿយដួងใจក៏ពុកមិនគិតពុកខំខ្លាំងណាស់ដើម្បីជីវិតពុកចាស់ពេកពិតតែពុកខំប្រឹងពុកកងការពារធានារ៉ាប់រងពុកតែងអន្តងរិះគិតថ្លែងថ្លឹងពុកខំកែប្រែកូនមាសប្រលឹងពុកធ្វើអញ្ចឹងដើម្បីតែកូនពុកល្អខ្លាំងណាស់ឥតផ្លាស់ជាពីរពុកខំសំភីដើម្បីមាសស្ងួនពុកជួយរៀបចំឲ្យបានសមសួនពុកគិតនឹមនួនជាជាងខ្លួនពុកខំពីក្មេងរហូតដល់ចាស់ពុកវ័យចំណាស់ចេះតែស្មាញស្មុកពុកតែងគិតថាពីនេះទៅមុខពុកពិតជាទុកលែងបានថែកូនពុកលាសិនហើយពុកកាន់តែចាស់បដូរផ្លាស់រាល់ថ្ងៃពុកនឿយហរតីព្រោះដើម្បីកូនពុកឈឺរងាវេទនាក្នុងខ្លួនពុកស្ទើរដាច់សូនក៏ពុកខំប្រឹងពុកក្រលំបាតោកយ៉ាយ៉ាងណាពុកមិនវាចាប្រាប់កូនឲ្យដឹងពុកលាក់ក្នុងចិត្តបាំងបាត់ស្ងាត់ឈឹងពុកធ្វើយ៉ាងនឹងព្រោះគិតវែងឆ្ងាយពុកលាសិនហើយកូនហើយកូនពុកលាលុះសូនកូនទាំងឡាយពុកសែនរន្ធត់ស្រយត់អង្កាយពុកនឹងសោកស្ដាយថែកូនមិនយូរកូនមាសថ្លើមថ្លៃប្រុសស្រីទាំងឡាយកូនគិតកំណាយក្នុងគុណពុកម៉ែកូនត្រូវបំរើបីបាច់មើលថែកូនគួរខ្នន់ខ្នេធ្វើរៀងរាល់ថ្ងៃកូនកុំសំដីវែងខ្លីតូចធំកូនគួរបង្គំផ្យង់ចិត្តថ្លាថ្លៃកូនគួរប្រយ័ត្នមុននឹងហាស្ដីកូនត្រូវលោកលៃគ្រប់ពេលវេលាកូនធ្វើដោយស្មោះឥតសោះកន្តើយកូនប្រុសស្រីហើយចូលដឹងគ្រប់គ្នាកូនបានផល្លានិសង្ឃនានាកូនផុតវេរាព្រោះតែព្រះគុណកូនធ្វើយ៉ាងណាកូនបានយ៉ាងនោះកូនកុំបន្ទោសត្រូវសាងផលបុណ្យកូនកើតមកក្រត្រដទារុណ
កូនត្រូវដឹងមុនថាមកពីកម្មកូនមិនត្រូវជេរឬស្ដីប្រមាថកូនមានក្បួនខ្នាតដែលគួរចងចាំកូនខ្វះបន់ទានទៅកូនប្រេះស្រាំកូនត្រូវចំណាំកុំបន្ទោសព្រះកូនដឹងឲ្យច្បាស់កុំផ្លាស់ធ្វើខុសកូនគួរអត់ទោសកុំចង់យកឈ្នះកូនគិតរាល់ថ្ងៃដាក់ចិត្តមានអ្នកកូនមានជំនះលើចិត្តខ្លួនឯងកូនគឺជាភ្នែករបស់ពុកម៉ែកូនសុខហោហែគ្មានទុកចំបែងកូនគួរដឹងចុះមិនមែនគេផ្សេងកូនហើយនោះឯងគឺជាព្រះរស់កូនកុំបំភ្លេចគុណលោកទាំងពីរកូនគួរសំភីឲ្យបានខ្ពង់ខ្ពស់កូនតបស្នងគុណកុំយកគេឈ្មោះកូនគិតឲ្យអស់មុននឹងធ្វើអ្វីកូនបានដឹងហើយចូលស្បាយទុកខាកូនគ្រប់រូបាទាំងប្រុសទាំងស្រីកូនគិតឲ្យល្អិតត្បិតពាក្យមានន័យកូនគួរប្រណីដល់ម៉ែនិងពុកកូនមានជីវិតពិតជាប្រពៃកូនគិតកុំខ្លីរាយជាទំនុកកូនប្រឹងឲ្យណាស់ច្បាស់ជាជួបសុខកូនហើយម៉ែពុកសូមលាសិនហើយ